សមាជិកសភាសហរដ្ឋអាមេរិកមកពីគណៈបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលម្នាក់បានវាយប្រហារចំដល់នាយករដ្ឋមន្ត្រីហ៊ុនសែនចំពោះការសម្លាប់ក្រុមកម្មកររោងចក្រនិងការប៉ុនប៉ងបំបត្តិសម្លេងក្រុមជំទាស់តាមរយៈប្រព័ន្ធតុលាការដោយព្រមទាំងស្នើឲ្យគាត់ចុះចេញពីតំណែងផងដែរនៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះលោក Ed Royce សមាជិកសភារដ្ឋ California គឺជាប្រធានគណៈកម្មាធិការការបរទេសអាមេរិកបានអះអាងថានាយករដ្ឋមន្ត្រីហ៊ុនសែនបានដឹកនាំប្រទេសកម្ពុជាដល់មាត់រណ្ដៅហើយដោយមិនគ្រាន់តែចង់បំបត្តិសម្លេងក្រុមជំទាស់ប៉ុណ្ណោះទេគណៈបកប្រជាជនកម្ពុជា CPP កំពុងសម្លាប់ក្រុមអ្នកតវ៉ាដោយអហិង្សាហើយបានចេញដីកាកោះហៅលោកសំរងស៊ីនិងលោកកឹមសុខាទៀតលោកបន្ថែមថាវាជាពេលវេលាដែលហ៊ុនសែនត្រូវបញ្ចប់ការកាន់អំណាច3ទសវត្សរ៍របស់គាត់ហើយនឹងចុះចេញពីមុខតំណែងហើយប្រតិកម្មរបស់សមាជិកសភាសហរដ្ឋអាមេរិកនេះកើតឡើងក្រោយពេលដែលតុលាការចេញដីកាកោះហៅមេដឹកនាំក្រុមជំទាស់ទាំងពីរពីបទញុះញង់ឲ្យមានអំពើហិង្សាឲ្យមានអំពើក្រិតបង្កចលាចលសង្គមនិងក្រោយពេលដែលកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់គ្រាប់កាំភ្លើងពិតទៅកាន់វងបាតុករដែលបានបណ្ដាលឲ្យស្លាប់ក្រុមបាតុករយ៉ាងតិចណាស់4នាក់រងរបួស40នាក់ព្រមទាំងចាប់ខ្លួន16នាក់ផងដែរ